លោតចាំភីងចែក1នាទីជារៀងរាល់ថ្ងៃអាចផ្ដល់ផលប្រយោជន៍អីគេខ្លះទី1ធ្វើឲ្យប្រសើរឡើងនៅសុខភាពសរសៃឈាមបេះដូងថ្ងៃនេះខ្ញុំមកចាប់ផ្ដើម challenge ថ្មីមួយជាមួយបងប្អូនទាំងអស់គ្នាសម្រាប់អ្នកដែលអត់មានពេលទៅកន្លែងហាត់ប្រាណឬក៏អត់មានពេលសោះ challenge ថ្មីខ្ញុំនេះគឺតែ3នាទីទេហើយយើងនឹងចាប់ផ្ដើមជាមួយគ្នារយៈពេល3សប្ដាហ៍អញ្ចឹង3នាទីបងប្អូនក្រោកពីគេងមកចាប់ផ្ដើម challenge មួយខ្ញុំធ្វើ3លំហាត់ទី1ខ្ញុំធ្វើលំហាត់ jumping jack ទី2ខ្ញុំធ្វើលំហាត់ body squat ហើយនឹងទី3ខ្ញុំធ្វើលំហាត់ plank អូខេអញ្ចឹងចូលមកលំហាត់របស់យើងទាំងអស់គ្នាលោតចាំភីងចែក1នាទីជារៀងរាល់ថ្ងៃអាចផ្ដល់ផលប្រយោជន៍អីគេខ្លះទី1ធ្វើឲ្យប្រសើរឡើងនៅសុខភាពសរសៃឈាមបេះដូងទី2ដុតបំផ្លាញកាឡូរីទី3បង្កើនការសម្របសម្រួលមានន័យថារចនាសម្ព័ន្ធរវាងដៃជើងខ្លួនរបស់យើងនឹងឲ្យ active ជាងមុនទី4ជួយបន្ធូរភាពតានតឹងទី5ងាយស្រួលក្នុងការហាត់នៅតាណាក៏តបានដែរហើយចំណែកទី6ធ្វើឲ្យប្រសើរឡើងនៅភាពបត់បែនទី7បង្កើនកម្លាំងនិងការស៊ូទ្រាំហើយចំណុចចុងក្រោយគេទី8បង្កើនភាពរហ័សនិងមានប្រសិទ្ធភាពសម្រាប់អ្នកដែលមានកាលវិភាគមមាញឹកចាំពីចេះគឺជាជំរើសល្អបំផុតអូខេសម្រាប់អ្នកដែលមានបញ្ហាឈឺសន្លាក់ដែលអត់អាចលោតបានបងប្អូនដែលមានគីឡូធ្ងន់ឬក៏បងប្អូនដែលអឺគាត់អាយុរៀងច្រើនហើយអត់អាចលោតបានបងប្អូនអាចបោះជើងមួយដូចវីដេអូមួយនេះអញ្ចឹងកុំដាក់សម្ពាធលើកជើងណាយើងប្រឹងតែក្បាលពោះហើយលាជើងយើងចុចចុងជើងចេញក្រៅតិចមកបានហើយសម្រាប់ការហាត់ដំបូងបើសិនជា1នាទីបងប្អូនហត់ខ្លាំងបងប្អូនអាចសម្រាកនៅក្នុង30 second ហើយចាំយើងលោតបន្តទៀតអូខេចូលមកលំហាត់ទី2គឺយើងធ្វើ body squat ហើយបើអ្នកទាំងអស់គ្នាអត់ទាន់ចេះធ្វើ body squat ចូលទៅមើលវីដេអូមួយទៀតដែលខ្ញុំបង្រៀនbody squat សម្រាប់អ្នកដែលអត់ទាន់ចេះសោះគឺយើងធ្វើ squat ដោយប្រើទម្ងន់ខ្លួនបងប្អូនចូលទៅមើលលំហាត់នឹងហើយរៀនតាមបន្ទាប់មកបងប្អូនត្រឡប់មកហាត់ឲ្យគ្រប់1នាទីវិញខ្ញុំធ្វើ1នាទីយើងបានប្រហែលជា12ទៅ15 body squat ណាអញ្ចឹងបងប្អូនធ្វើតាមលទ្ធភាពដែលបងប្អូនធ្វើបានសម្រាប់អ្នកហាត់ដំបូងហើយនៅក្នុងវីដេអូដែលខ្ញុំបង្រៀនstep by step ដើម្បីរៀនធ្វើ body squat បានហ្នឹងខ្ញុំក៏ប្រាប់ពីអត្ថប្រយោជន៍នៃការធ្វើ body squat ដែរគឺយើងហាត់យកសាច់ដុំភ្លឺមុខភ្លឺក្រោយហើយនឹងតាគៀកគូតគ្រាន់ថាបើបងប្អូនហាត់យកសាច់ដុំហ្មងតើយើងហាត់ឲ្យច្រើនសេតហើយយើងថែមគីឡូប៉ុន្តែនៅក្នុង challenge នេះខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាអ្នកដែលអត់ធ្លាប់ហាត់ប្រាណសោះហើយអឺនាំខ្លួនឯងត្រឡប់មករកការហាត់ប្រាណដោយចាយពេលតែ3នាទីក្នុងមួយថ្ងៃខ្ញុំជឿថាបងប្អូនធ្វើបានក្រោកពីគេងមកហាត់តែហ្មងទៅអូខេចូលមកលំហាត់ចុងក្រោយគេគឺខ្ញុំធ្វើ plank plank នេះយើងយកតែ1នាទីទេហើយបើបងប្អូនថ្មីដែលគាត់អត់ទាន់ធ្វើបាន1នាទីឧទាហរណ៍ថាគាត់រាប់បាន10ឬក៏20បងប្អូនធ្វើបន្តទៀតដួលហើយធ្វើទៀតដួលហើយធ្វើទៀតយើងរាប់ធ្វើម៉េចឲ្យគ្រប់60ណាហើយបើបងប្អូនដែលអាចធ្វើបានដល់60ចង់បន្តដល់122នាទីក៏ចេះតែបន្តទៅតាមលទ្ធភាពដែលបងប្អូនអាចធ្វើបានមូលហេតុដែលខ្ញុំធ្វើ challenge នេះឡើងគឺខ្ញុំចង់ទាញទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យត្រឡប់មករកការហាត់ប្រាណបង្រៀនខ្លួនឯងឲ្យត្រឡប់មកស្រឡាញ់សុខភាពខ្លួនឯងដោយគ្រាន់តែចាប់ផ្ដើមជាមួយនឹង3នាទីហើយខ្ញុំជឿថា3នាទីបងប្អូនគួរតែមានពេលហើយបើថាអត់ពេលសោះបងប្អូនធ្វើតាមខ្ញុំក្រោកពីគេងមកចូលបន្ទប់ទឹកឲ្យរួចរាល់ទៅបន្ទាប់មកចេញមកពីបន្ទប់ទឹកលោតចាំពីងជែកទៅមុនផឹកកាហ្វេលោតចាំពីងជែក1នាទី sport 1នាទីហើយ plank 1នាទីទៅហើយធ្វើវាឲ្យបានរៀងរាល់ថ្ងៃហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនធ្វើរហូតដល់3សប្តាហ៍ challenge នេះខ្ញុំដាក់ឲ្យបងប្អូនទាំងអស់គ្នាធ្វើ3សប្តាហ៍ក្រោយពី3សលើកប្តាហ៍ទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមនឹងយ៉ាងម៉េចគឺបងប្អូនទាំងអស់គ្នាហាត់ហើយអាចផ្ញើវីដេអូឲ្យខ្ញុំឬក៏អ្នកទាំងអស់គ្នាអត់ផ្ញើវីដេអូឲ្យក៏បានប៉ុន្តែប្រចាំថ្ងៃបងប្អូនផ្ញើសារមកឲ្យខ្ញុំថាខ្ញុំបានធ្វើ challenge 3នាទីអូខេអញ្ចឹងទើបខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាចាប់ផ្ដើម challenge មួយខ្ញុំបន្ទាប់ពី3សប្តាហ៍ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនupdate improvement តើក្រោយពី3សប្តាហ៍មកដែលបងប្អូនទាំងអស់គ្នាចាប់ដើម3នាទីហ្នឹងតើសុខភាពបងប្អូនផ្លាស់ប្ដូរអីគេខ្លះចាំជួយ share ឲ្យខ្ញុំផងដើម្បីខ្ញុំ share វីដេអូហ្នឹងទៅឲ្យបងប្អូនផ្សេងទៀតដែរ